ជំរាបសួរស្ដីអ្នកទាំងអស់គ្នាសូមស្វាគមន៍មកកាន់ស្រី Speak Podcast ហើយ podcast របស់យើងថ្ងៃនេះគឺយើងនឹងជជែកគ្នាក្រោមប្រធានបទ Debt Diary ឬក៏កំណត់ហេតុបំណុលផងដែរហើយពួកយើងនឹងជជែកអំពីបំណុលប៉ុន្តែប្រហែលជានឹងជជែកឲ្យស៊ីជម្រៅបន្ថែមទៀតពាក់ព័ន្ធជាមួយនឹងបញ្ហារឿងរ៉ាវដែលនៅពីក្រោយបំណុលនៅក្នុងប្រទេសកម្ពុជារបស់យើងផងដែរតើអ្នកគ្នាដឹងអត់ថាពេលដែលយើងជជែកអំពីបញ្ហាបំណុលជាទូទៅប្រហែលជាយើងគិតអំពីបញ្ហាពាក់ព័ន្ធជាមួយហិរញ្ញវត្ថុទេបងប៉ុន្តែក្រៅពីបញ្ហាហិរញ្ញវត្ថុក៏វាមានការបដិកលាគ្នារវាងបញ្ហាសង្គមបញ្ហាវប្បធម៌ក៏ដូចជាបទពិសោធន៍ផ្ទាល់ខ្លួនរបស់បុគ្គលម្នាក់ៗផងដែរអញ្ចឹងហើយបានថ្ងៃនេះយើងមានបងទាំងពីរដើម្បីមកជាភ្ញៀវកិត្តិយសហើយយើងនឹងជជែកអំពី unboxing ប្រធានបទថ្មីមួយខ្ញុំគិតថាប្រធានបទហ្នឹងអត់ថ្មីទេប៉ុន្តែប្រហែលជាអត់សូវមានអ្នកជជែកបើកចំហអញ្ចឹងបានយើងជជែកគ្នាអំពីបញ្ហាបំណុលហ្នឹងហើយជាពិសេសគឺយើងនឹងព្យាយាមផ្សារភ្ជាប់វាជាមួយនឹងរឿងខ្លីរបស់យើងដែលមានឈ្មោះថា Debt Diary ឬក៏កំណត់ហេតុបំណុលហ្នឹងហើយអញ្ចឹងកុំឲ្យខាតពេលវេលាយូរជម្រាបសួរបងទាំងពីរនេះបាទជម្រាបសួរសំណួរដំបូងរបស់ខ្ញុំចង់ដឹងថាអីគេជា Debt Diary ឬក៏អីគេគឺជាកំណត់ហេតុបំណុលអាចចាប់ផ្ដើមពីបងសុភ័ក្រមុនបងគុណច្រើនសម្រាប់សំណួរចាកំណត់ហេតុបំណុលចាគឺយើងជារឿងខ្លីមួយដែលធ្វើឡើងចូលរួមសហការពី Inclusive Cambodia និង Studio Bamboo ក្នុងហ្នឹងគឺយើងនិយាយអំពីបំណុលចំពោះបំណុលបើយើងស្ដាប់ទៅវាដូចជារៀងធ្ងន់បន្តិចចាប៉ុន្តែមិនសឹងតែថាក្នុងប្រទេសកម្ពុជារបស់យើងភាគច្រើនគឺជាប់បំណុលថាមានបំណុលល្អនិងបំណុលអាក្រក់ចាក្នុងសាច់រឿងនឹងផងដែរគឺយើងបានឆ្លុះបញ្ចាំងពីរឿងពិតពីក្រុមគ្រួសារមួយចំនួនឬក៏អាចថារឿងខ្ញុំផ្ទាល់ដែរចាគាត់ខ្ចីមកដើម្បីបានរបស់ឲ្យឆាប់បន្ទាប់មកដល់ពេលដល់ក្នុងការសងហ្នឹងគឺគាត់អត់មានដំណោះស្រាយល្អអីទេដល់ចុងក្រោយគឺគាត់ខ្ចីពីមួយទៅមួយហើយបានវាន់កទៅគឺវាឡើងទៅជាអ្វីមួយដែលអាចដោះស្រាយបានហើយគាត់ត្រូវលក់របស់ទ្រព្យជួនកាលលក់អស់ក៏គាត់អាចសងគេបានដែរអញ្ចឹងក្នុងរឿងហ្នឹងគឺគាត់អត់រកដំណោះស្រាយអត់បានគាត់មានតែទៅធ្វើការអីមួយដែលសង្គមអត់សូវទទួលស្គាល់អីចឹងទៅដើម្បីបានលុយមកដោះស្រាយបំណុលហ្នឹងឬក៏មិនដែរបងចារឿងហ្នឹងផងដែរវាមិនមែនផ្ដោតតែមួយជ្រុងហ្នឹងឯងវាមានផ្សេងគ្នាហើយវាគឺជាគម្រោងមួយដែលយើងនឹងធ្វើបន្តទៀតចាសង្ឃឹមទៅមុខយើងធ្វើបន្តទៀតនៅសាច់រឿងផ្សេងគ្នាហើយក្នុងគោលបំណងធំនោះគឺយើងចង់ផ្ដល់នៅការអប់រំដល់ក្មេងជំនាន់ក្រោយឬក៏អ្នកណាដែលគាត់រៀបនឹងខ្ចីបំណុលហ្នឹងហើយឲ្យគាត់ដឹងថាបំណុលវាគឺជាបញ្ហាហានិភ័យខ្លាំងដែលគាត់អាចគួរជ្រៀតខ្លួនចូលរឿងហ្នឹងលឿនទេចា៎បងយើងនឹងជជែកគ្នាស៊ីជម្រៅខាងមុខតិចទៀតអូខេចឹងឥឡូវយើងអាចថាជាការ warm up តិចចឹងណាបងចុះបងវិញអីគឺជា Debt Diary ឬក៏អីគឺជាកំណត់ហេតុបំណុលចាបងសម្រាប់រឿង Debt Diary កំណត់ហេតុបំណុលគឺជារឿងអប់រំខ្លីមួយដែលបង្កើតឡើងដោយអង្គការ Inclusive Cambodia ជាមួយនឹង Bamboo Studio ដែលរឿងហ្នឹងគាត់បានឆ្លុះបញ្ចាំងពីរឿងពិតរឿងនៅក្នុងសង្គមយើងបច្ចុប្បន្នតកតងទៅនឹងការខ្ចីបំណុលបញ្ហាហ្នឹងវារីករាលដាលខ្លាំងហើយក្នុងន័យហ្នឹងមិនមែនត្រឹមតែបង្ហាញឲ្យយើងឃើញពីការខ្ចីបំណុលទេប៉ុន្តែក៏បង្រៀនយើងនឹងជាសញ្ញាមួយប្រាប់ដល់បងដែលគាត់ចង់ខ្ចីលុយឬក៏ចង់បង្កើតបំណុលហ្នឹងឲ្យគាត់ប្រយ័ត្នជាងមុនពីព្រោះមនុស្សយើងគាត់មនុស្សមួយចំនួនគាត់អត់បានគិតវិភាគខ្ពស់ហេទៅលើការខ្ចីបុលហ្នឹងគាត់ដឹងថាខ្ចីឲ្យតែបានសិនមកហើយគាត់អត់បានគិតថាតាទំហំបំណុលហ្នឹងគាត់អាចគ្រប់គ្រងបានអត់អញ្ចឹងក្នុងរឿងហ្នឹងគឺបង្ហាញពីទស្សនវិជ្ជាជាក់ស្ដែងក្នុងសង្គមហើយក៏ផ្ដល់ជាសារផ្ដល់ជាការដាស់តឿនដល់ប្រជាពលរដ្ឋយើងឲ្យប្រយ័ត្នរឿងបំណុលកុំឲ្យមានភាពវាន់កអញ្ចឹងណាបងចា៎អរគុណច្រើនបងខ្ញុំស្គាល់បងសៃពេជ្រក្នុងនាមជាតួអង្គសៃនិតនៅក្នុងរឿង Debt Diary ចុះក្រៅពីសៃនិតនៅក្នុងរឿង Debt Diary ហ្នឹងបងជាពីណាគេដែរ
ចាជំរាបសួរបងខ្ញុំឈ្មោះសិពេចហើយជាតួអង្គនៅក្នុងរឿង The Diary កំណត់ហេតុបំណុលខ្ញុំគឺជាម្ចាស់ហាងសាឡន nail salon មួយកន្លែងនៅទូទំពង់ចា បងដូចគ្នាខ្ញុំស្គាល់បងនៅក្នុងរឿងនៅក្នុងខ្សែភាពយន្តខ្លីរបស់យើងហើយអឺបងបានសម្ដែងនៅក្នុងសាច់រឿងហ្នឹងហើយធ្វើឲ្យខ្ញុំបានស្គាល់បងបងសំភ័រប៉ុន្តែក្រៅពីបងសំភ័រនៅក្នុងរឿងហ្នឹងតើបងសំភ័រខាងក្រៅបងគឺជាពីណាគេដែរបង ចាជំរាបសួរខ្ញុំឈ្មោះសុភ័ក្រក្នុងរឿងខ្ញុំជាអូនបាមួយកន្លែងចាម្ចាស់ហាងបារក្រៅពីក្នុងរឿងហ្នឹងខ្ញុំក៏ជាមនុស្សម្នាក់ដែលមានថា inspiration នៅក្នុងសាច់រឿង short film ហ្នឹងដែរ ន័យថា Dub Diary ហ្នឹងគឺ inspire ចេញពីរឿងរបស់បងមែនតើ ចាចា អូខេអឺត្រឡប់មកខ្ញុំចង់ដឹងបន្តិចដែរព្រោះពេលដែលយើងនិយាយអំពីបញ្ហាបំណុលគ្រប់គ្នាប្រហែលជាមានអារម្មណ៍ភ័យព្រួយប៉ុន្តែពេលដែលបងឮពាក្យបំណុលបងគិតដល់អីគេមុនគេ សម្រាប់ខ្ញុំពេលដែលខ្ញុំឮពាក្យថាបំណុលគឺខ្ញុំនឹកឃើញដល់ធនាគារហើយនឹងមីក្រូហិរញ្ញវត្ថុចាព្រោះដូចខ្ញុំបានលើកឡើងមុនហ្នឹងអញ្ចឹងគឺអឺបញ្ហាបំណុលហ្នឹងគឺវារីកដូចផ្សិតអញ្ចឹងនៅក្នុងសង្គមយើងណាជាក់ស្ដែងអ្នកណាក៏មានបំណុលដែរហើយអាហ្នឹងគឺជាវានាំឲ្យមានវិបត្តិអឺដល់ប្រជាជនយើងណាជាពិសេសបងប្អូនដែលគាត់នៅតាមខេត្តដែលគាត់អត់បានមានចំណេះដឹងទូទៅទលំទលាយយល់ដឹងជ្រៅពីការខ្ចីលុយរបស់គេហ្នឹងនាំឲ្យពេលខ្លះទៅឈានទៅដល់មានការពលកម្មកុមារឈានដល់ចំណាក់ស្រុកទៅធ្វើការនៅស្រុកក្រៅហើយរួចក៏ធ្ងន់ទៅដល់ថ្នាក់លក់អស់ទ្រព្យសម្បត្តិអញ្ចឹងទៅណាបងចា៎ អូខេបងគិតដល់ធនាគារមីក្រូហិរញ្ញវត្ថុអញ្ចឹងទៅចុះបងវិញបងគិតដល់អីគេណា ចំពោះខ្ញុំពេលដែលឮដល់បំណុលគឺខ្ញុំនឹកឃើញខ្ញុំនឹកដល់មុនគេគឺបញ្ហាផ្លូវចិត្តប៉ះពាល់ទង្គិចខ្លាំងហើយនឹងមនោសញ្ចេតនារវាងគ្រួសារអត់ល្អដូចមុនទេគឺគាត់មានការប៉ះទង្គិចខ្លាំងគាត់គិតអីមួយគឺដើម្បីតាជពាក់គេថ្ងៃណាក៏នឹកឃើញតែរឿងរលុយដើម្បីសងគេអត់ដល់ខែឬក៏ដល់ថ្ងៃឯងគ្មានទេអញ្ចឹងក្តីសុខរបស់គាត់សុភមង្គលរបស់គាត់គឺអត់មានហ្មងគឺគាត់គិតតែអាហ្នឹងដូចជា nightmare សុបិនអាក្រក់មួយជារៀងរាល់ថ្ងៃដែលគាត់អត់អាចជៀសផុតអញ្ចឹងគាត់រស់នៅគឺដើម្បីតែសងគេចា អូខេបងមុនហ្នឹងយើងជជែករឿងខាងក្រៅមកបន្តិចដែរហើយក៏មាននៅក្នុងសាច់រឿងដែរតែដើម្បីចង់ឲ្យមានការស៊ីជម្រៅចង់ព្រោះខ្ញុំចង់ដឹងពីសាច់រឿងហ្នឹងបន្ថែមដែរព្រោះខ្ញុំបានទស្សនាសាច់រឿងហ្នឹងប៉ុន្តែប្រហែលជាអ្នកមើលរបស់យើងអត់ទាន់បានទស្សនាអញ្ចឹងពួកគាត់អាចទៅទស្សនាសិនក៏បានប៉ុន្តែអាចស្ដាប់ពួកយើងបដាក៏បានដែរខ្ញុំចាប់អារម្មណ៍ពេលដែលខ្ញុំទស្សនាសាច់រឿងដែលកំណត់ហេតុបំណុលហ្នឹងទៅខ្ញុំឃើញបងសេពេចវិញដោយសារពេលដែលខ្ញុំគិតថាគ្រប់គ្នាពេលដែលបានទស្សនាឬក៏បានមើលដាប់ដារីឬក៏កំណត់ហេតុបំណុលហ្នឹងប្រហែលជានឹងមើលឃើញអំពីអារម្មណ៍ច្រើនចូលអារម្មណ៍របស់សេពេចក្នុងតួអង្គស៊ីនិតចង់ដឹងថាតើអីដែលធ្វើឲ្យសេពេចអាចដាក់ខ្លួនចូលទៅក្នុងតួអង្គស៊ីនិតបាន ចាមូលហេតុដែលខ្ញុំអាចដាក់អារម្មណ៍ចូលបានហ្នឹងគឺទី1បញ្ហាហ្នឹងគឺវាកើតឡើងរាល់ថ្ងៃនៅជុំវិញខ្លួនខ្ញុំទី2គឺខ្ញុំមានសាច់ញាតិក្រុមគ្រួសារក៏មានបញ្ហាហ្នឹងដូចគ្នាដែរបងចា បងអាចជួយបញ្ជាក់តិចបានទេបើសិនជាអាចបានតែបើសិនជាបងគិតថាអូខេអាហ្នឹងវាអាចបង្ហាញបានក៏អីដែរអាចជួយបញ្ជាក់ពីរឿងរ៉ាវហ្នឹងតិចបានទេបង ចាចំណុចដែលធ្វើឲ្យខ្ញុំរៀង touching ខ្ញុំហ្នឹងគឺត្រង់ចំណុចវគ្គដែលពេលដែលសនិទ្ធដឹងថាម៉ាក់គាត់កុហកគាត់រឿងបំណុលហ្នឹងណាកន្លែងទៅហ្នឹងដូចនឹងខ្ញុំដែរនៅគ្រួសារខ្ញុំគាត់នៅពេលដែលគាត់មានបំណុលគាត់ប្រាប់ថាប៉ានេះប៉ុន្តែជាក់ស្ដែងគាត់មានបំណុលផ្សេងទៀតដល់ពេលដែលយើងដឹងគឺខ្ញុំខឹងហេតុអីបានគាត់អត់ព្រមពិភាក្សាគ្នាមុននឹងសម្រាប់ទៅខ្ចីលុយគេអីអញ្ចឹងណាបងគាត់គិតថាយើងនៅក្មេងយើងប្រហែលជាអាចជួយអីគាត់បានទេប៉ុន្តែគាត់គិតគឺគិតខុសចានៅពេលដែលត្រង់ចំណុចហ្នឹងហើយដែលធ្វើឲ្យខ្ញុំដាក់អារម្មណ៍បានកាន់តែខ្លាំងណាបងចា ចុះពេលដែលបងដឹងដំបូងហ្មងថា
គ្រួសារយើងមានបំណុលបងមានអារម្មណ៍មិនដែរពេលហ្នឹង ខ្ញុំអត់សប្បាយចិត្តហ្នឹងបងពីព្រោះមនុស្សយើងចង់រស់នៅសុខស្រួលកុំឲ្យមានបញ្ហាផ្លូវចិត្តកុំឲ្យពិបាកចិត្តគឺកុំឲ្យមានជាប់បំណុលគេតែដល់ពេលយើងមានបំណុលតិចតួចអត់អីទេតែអ្នកខ្លះគាត់អត់បានសិក្សាស្រាវជ្រាវស៊ីជម្រៅជាពិសេសបងប្អូនដែលគាត់នៅតាមខេត្តចាស់ៗគាត់អត់ដឹងទេគាត់ដឹងថាខ្ចីពេលខ្លះទៅគាត់ខ្ចីអាថ្មីដើម្បីសងបំណុលចាស់ទាំងគាត់អត់ដឹងថាអាទាំងអស់ហ្នឹងគឺជាអន្ទាក់មួយដែលធ្វើឲ្យគាត់កាន់តែចូលខ្លួនកាន់តែជ្រៅនៅក្នុងរឿងបំណុលទេចា៎ បងមិញបងលើកឡើងថាអូខេអ្នកផ្ទះគិតថាអត់ចង់ប្រាប់បងដោយសារតែកុំឲ្យបងបារម្ភអញ្ចឹងណាតែបងគិតថាអ្នកផ្ទះគួរតែប្រាប់គ្នាដើម្បីពាក់ព័ន្ធជាមួយរឿងបំណុលហ្នឹងដើម្បីឲ្យអ្នកទាំងអស់គ្នាក្នុងផ្ទះដឹងថាយើងមានបំណុលហើយយើងអាចរកដំណោះស្រាយរួមគ្នាអញ្ចឹងណា ចាបងរឿងហ្នឹងខ្ញុំគិតថាគួរមែនតើពីព្រោះនៅពេលដែលគាត់ទៅបង្កើតបំណុលយើងត្រូវដឹងថាតើយើងអាចគ្រប់គ្រងបំណុលហ្នឹងបានអត់យើងត្រូវពិភាក្សានៅក្នុងផ្ទះសិនអ្នកនេះរកចំណូលបានប៉ុណ្ណាត្រូវចាត់ចែងបំណុលបែបម៉េចអញ្ចឹងអីដែលខ្ញុំចង់បានគឺការនិយាយគ្នាការឲ្យដឹងគ្នាព្រោះមនុស្សម្នាក់កំណត់ខ្លីពីរអ្នកកំណត់វែងអញ្ចឹងយើងត្រូវដឹងឲ្យដឹងថាស្ថានភាពក្នុងគ្រួសារយើងមិនដែរពិបាកអត់អញ្ចឹងការចំណាយចំណូលការត្បិតត្បៀតរបស់យើងគឺវាមានទៅតាមហ្នឹងចុះបើយើងអត់ដឹងថាអ្នកផ្ទះយើងមានបំណុលផងហើយយើងទៅចាយខ្ជាំងអញ្ចឹងវាធ្វើឲ្យខាតវាធ្វើឲ្យវាអត់ចំណេញនៅក្នុងក្រុមគ្រួសារអញ្ចឹងណាបង អូខេបងអូខេត្រឡប់មកបងសុភវិញដោយសារមុនហ្នឹងបងប្រាប់ខ្ញុំថាយើងមកជិះគ្នាមុននឹងក្រៅឆាកដែរបងថារឿងដាប់ដារីហ្នឹងគឺជារឿងរបស់បងផ្ទាល់ហើយពេលដែលយើងយករឿងហ្នឹងទៅសម្ដែងហើយបងបានទស្សនាវាម្ដងទៀតបងមានអារម្មណ៍មិនដែរពេលដែលយើងបានមើលរឿងដែលឆ្លុះបញ្ចាំងពីជីវិតរបស់យើងផ្ទាល់ ចំពោះសាច់រឿងហ្នឹងដល់ពេលដែលខ្ញុំមើលហ្នឹងវាថាច់ខ្ញុំច្រើនកន្លែងមែនតើហើយវា film ហ្នឹងនៅផ្ទះខ្ញុំទៀតអញ្ចឹងទៅពេលដែលខ្ញុំមើលឃើញដឹងទឹកភ្នែកខ្ញុំវាលងអញ្ចឹងពាក្យច្រើនខ្ញុំអត់សូវមើលរឿងហ្នឹងឯងចាដូចគាត់ដែរថាច់ឈិញខ្លាំងជាងគេគឺកន្លែងគាត់ឆ្លុះជាមួយម្ដាយហ្នឹងគឺម៉ាក់ខ្ញុំគឺគាត់បានបិទបាំងគាត់អត់ប្រាប់យើងការពិតទេចាហើយដល់ពេលជាក់ស្ដែងទៅគឺគាត់មានបំណុលរហូតដល់របៀបថាដោះស្រាយអត់បានខ្ញុំធ្វើការពី3កន្លែងក៏អាចជួយគាត់បានអញ្ចឹងចុងក្រោយមានតែលក់ដីលក់គោលក់អីអស់អញ្ចឹងទៅហើយនៅតែជាប់បន្តទៀតថាបំណុលហ្នឹងទោះឥឡូវហ្នឹងយើងព្យាយាមដោះតែចិត្តរួចទេថាវាយើងមុននឹងចិត្តរួចហ្នឹងគឺយើងអស់អីលេងហើយអញ្ចឹងនិយាយអញ្ចឹងចា ចុះបងយល់មិនដែរពីបញ្ហានេះ បញ្ហាហ្នឹងគឺជាបញ្ហាធំព្រោះអីវាប៉ះទង្គិចខ្លាំងជាពិសេសក្នុងរង្វង់គ្រួសារក៏យើងអត់សូវមានភាពស្និទ្ធស្នាលដែរព្រោះភាគច្រើនយើងក៏វៀងអាឡ័យតែខ្វល់រឿងបំណុលគេហើយជាក់ស្ដែងនោះការខ្ញុំនៅពីទូចទេណាខ្ញុំឃើញភាពស្រស់ស្រាយនិងភាពរីករាយរបស់ប្រជាពលរដ្ឋអ្នកស្រុកភូមិខ្ញុំគឺគាត់សប្បាយ សំបីតែគាត់មិនមានខ្លាំងមិនមានអីអស្ចារ្យមិនមានឡានមិនមានផ្ទះតែគាត់ដូចថាផ្លូវចិត្តរបស់គាត់ស្រឡះដល់ពេលឥឡូវថ្មីហ្នឹងពេលខ្ញុំទៅម្នាក់មុខកញើសិតតែជាប់បំណុលគេទាំងអស់ចាអ្នកខ្លះបំណុលតិចអ្នកខ្លះបំណុលច្រើនជាងទៅហើយ ចុះបងពេជ្របងមើលឃើញស្ថានភាពដូចគ្នាពាក់ព័ន្ធជាមួយរឿងបញ្ហាបំណុលហ្នឹងណាព្រោះពីខ្ញុំទៅខ្ញុំពេលដែលយើងចុះទៅតាមសហគមន៍យើងមើលឃើញយើងបានជជែកជាមួយបងឬក៏អ្នកភូមិនៅក្នុងសហគមន៍ហ្នឹងគឺឃើញថាពួកគាត់ជួបប្រទះបញ្ហាបំណុលហ្នឹងប្រហែលគ្នាដែរចុះបងមើលឃើញអញ្ចឹងហ៎ ខ្ញុំឃើញអញ្ចឹងដែរបងពីព្រោះជាក់ស្ដែងខ្ញុំឃើញតាមផ្ទះអ្នកភូមិអញ្ចឹងគាត់មានដូចដែលយើងចេះតែយកមកលេងសើចថា CEO ចាំមកយកលុយតាមផ្ទះអីអញ្ចឹងណាចាกระดาษបងគឺគោចាអញ្ចឹងយើងមើលចេះតែលេងសើចថា CEO ចាំទៅយកលុយតែក៏ប៉ັດជាក់ស្ដែងក្នុងរឿងហ្នឹងពួកគាត់គឺកំពុងតែជាប់បំណុលអញ្ចឹងគឺចាវាមានបញ្ហាធំ ក្នុងមួយថ្ងៃទូរស័ព្ទគាត់អត់ហ៊ានលើកទេមានអង្គការ 2-3 ទេមករហូតអីចឹងណាហើយធ្វើឲ្យគាត់របៀបថាលែងមនុស្សដូចជាមិនមនុស្សអាហ្នឹងហើយបើជាក់ស្ដែងទៅហ្នឹងហើយដោយសារតែគាត់
វាដំបូងឡើងគាត់ដូចអ្នកខ្លះគាត់ចង់តែដើម្បី compare គ្នាពីគ្រួសារទៅគ្រួសារមួយឯអ្នកខ្លះអូគេផ្ទះគេមានម៉ូតូល្អយើងគួរមានម៉ូតូល្អដែរផ្ទះគេធ្វើលបងថ្មីធ្វើលបងចិត្តហើយយើងគួរធ្វើដែរអញ្ចឹងលុយទាំងអស់ហ្នឹងគាត់អាចមកសំមកធ្វើភ្លាមៗឯងគាត់គិតថាខ្ចីគេមកទៅហើយយើងចាំសងគេពេលក្រោយប៉ុន្តែអ្នកខ្លះក៏គាត់អាចដូចថាអញ្ចឹងអ្នកខ្លះគាត់គ្រប់គ្រងបំណុលបានអ្នកខ្លះអត់រហូតដល់វ៉ាន់ក៏លក់ទាំងអស់ហ្នឹងបាន ខ្ញុំធ្លាប់ឮពួកគាត់ប្រាប់ខ្ញុំអញ្ចឹងដែរពាក់ព័ន្ធជាមួយនឹងពេលដែលគាត់ខ្ចីបំណុលខ្ចីលុយរបស់គេមកជិះទៅគាត់ចំណាយទៅលើអីដែលអត់សូវចាំបាច់ច្រើននៅក្នុងហ្នឹងអីចឹងទៅតែបងដោយសារបងលើកឡើងពីបញ្ហាផ្ទាល់ខ្លួនបងបានជជែកជាមួយអ្នកផ្ទះថាមូលហេតុអីគេបានគាត់ទៅបានគាត់ខ្ចីបំណុលហ្នឹងឬក៏ខ្ចីលុយគេហ្នឹងហើយភាគច្រើនឃើញថាខ្ចីយើងខ្ចីកន្លែងដែលគាត់មានការប្រាក់ខ្ពស់ទៀតអញ្ចឹងណា ចាចំពោះគ្រួសារខ្ញុំផ្ទាល់ដំបូងឡើងបំណុលហ្នឹងចាប់ផ្ដើមដំបូងគឺខ្ចីការប្អូនចាខ្ចីការប្អូនហ្នឹងយើងរបៀបខ្ចីពីអង្គការឯងការប្រាក់ល្មមឯងតែពេលហើយគាត់ចង់បង្កើតមុខរបរឲ្យធំដើម្បីឲ្យមានចំណូលហ្នឹងដើម្បីបង់ការប្រាក់ហ្នឹងអញ្ចឹងគាត់ខ្ចីច្រើនជាងហ្នឹងតិចដើម្បីគាត់គិតថាអាជីពហ្នឹងមួយប្រកាសជារកលុយបានហើយតែជាក់ស្ដែងគាត់ខ្ចីមកគាត់ធ្វើឲ្យគាត់អត់បានហើយបានធ្វើឲ្យគាត់ត្រូវបង់ដល់ថ្ងៃបង់ធនាគារគាត់អត់មានគាត់ចាប់ផ្ដើមទៅរក loan shark ឲ្យពួកការងារការប្រាក់ថ្លៃហ្នឹងហើយថ្លៃខ្ពស់ទៀតអញ្ចឹងពេលគាត់អាហ្នឹងដល់លក្ខណៈគាត់អាជីពគាត់ក៏គាត់រកអត់បានហើយគាត់ជពាក់ធនាគារ2ហើយឥឡូវវាឡើង2ហើយគាត់ទៅរក loan shark ហ្នឹងមកដោះផ្សេងគ្នាចឹងទៅដល់ពេលចុងក្រោយគឺដល់ពាក់ព័ន្ធក៏ដោះស្រាយអត់បានចាហើយបំណុលអស់ហ្នឹងគឺគាត់អត់បានពិភាក្សាអីមួយកូនមួយចៅទេគាត់ធ្វើតែគ្នាគាត់ចឹងទៅចុងក្រោយមកប៉ះពាល់ទាំងអស់គ្នាចាត្រឡប់ទៅតួអង្គសនិទ្ធវិញនៅក្នុងតួអង្គសនិទ្ធជាមួយម្ដាយក៏មានបញ្ហាហ្នឹងដែរថៃបងហើយអីដែលខ្ញុំមើលឃើញណាជាទូទៅម្ដាយព្យាយាមលាក់បាំងបងគិតថាមូលហេតុអីគេដែលជំរុញឲ្យពួកគាត់អត់ព្យាយាមបើកចំហនៅក្នុងការជជែកគ្នាពាក់ព័ន្ធជាមួយរឿងបំណុលហ្នឹងហើយព្យាយាមលាក់បាំងរហូតដល់คล้ายជារឿងធំហើយបានប្រាប់គ្នាវិញអញ្ចឹងបងចាអីដែលខ្ញុំគិតហ្នឹងទី1គាត់គិតថាគាត់អាចគ្រប់គ្រងស្ថានភាពបំណុលហ្នឹងបានទី2គាត់អាចចង់ឲ្យកូនបារម្ភឬក៏អ្នកនៅក្នុងផ្ទះបារម្ភប៉ុន្តែអីដែលគាត់គិតហ្នឹងគឺខុសគាត់đãដឹងថាការលាក់បាំងបំណុលពីអ្នកផ្ទះហ្នឹងគឺវានាំឲ្យទៅជាបញ្ហាកាន់តែធំជាពាក់គេកាន់តែវ៉ាន់កចុះបងមើលឃើញថានៅក្នុងបញ្ហាទាំងអស់ហ្នឹងហេតុអ្វីបានភាគច្រើនគាត់ទៅរកកន្លែងដែលវាមានការដឹងថាមានការប្រាក់ខ្ពស់ប៉ុន្តែគាត់នៅតែព្យាយាមទៅរកកន្លែងហ្នឹងទៀតអញ្ចឹងចាពីព្រោះដូចបងសំផស្សគាត់លើកមកអញ្ចឹងដំបូងខ្ចីតិចពីកន្លែងដែលមានការប្រាក់សមរម្យតែដល់ពេលយូរដល់ឈានដល់ទៅខ្ចីនៅដល់ loan shark អ្នកដែលគាត់ទាការប្រាក់ខ្ពស់ហ្នឹងគឺដូចដែលខ្ញុំនិយាយអញ្ចឹងចង់បានឲ្យតែបានសិនមកដើម្បីសងបង្កាត់បំណុលថ្មីដើម្បីតែផ្ដាច់បំណុលចាស់ប៉ុន្តែវាអត់ដាច់ដល់ពេលអត់ដាច់ចពាក់លុយដើមគេក៏កើនការប្រាក់ក៏កាន់តែកើនអញ្ចឹងគាត់ចាប់ផ្ដើមពិបាកទៅបងអូខេអញ្ចឹងមានន័យថាភាគច្រើនវាជាបញ្ហាមួយដែរព្រោះដោយសារពេលដែលគាត់ទៅរកកន្លែងដែលមានការប្រាក់ខ្ពស់គេឲ្យប្រាក់គាត់លឿនបើយើងប្រៀបធៀបទៅពេលដែលគាត់ទៅរកជាមួយនឹងគ្នាគេហ្នឹងបងត្រឡប់ទៅក្នុងសាច់រឿងបន្តិចដែរព្រោះពេលនៅក្នុងសាច់រឿងហ្នឹងខ្ញុំឃើញថាតួអង្គស្រីគាត់ចាប់ផ្ដើមពេលដែលគាត់មានបញ្ហាហ្នឹងហើយដំណោះស្រាយរបស់គាត់គឺគាត់ព្យាយាមរកការងារតាមដែលអាចធ្វើទៅបានហើយក្នុងចំណោមការងារមួយហ្នឹងគាត់បានធ្វើការនៅក្នុងបារតើបងគិតថាការធ្វើការងារនៅក្នុងបារវាមិនដែរហើយថាតើបើសិនជាមានការវិតម្លៃទៅលើពួកគាត់ដែលធ្វើការងារទាំងអស់ហ្នឹងបងគិតថាអាហ្នឹងជារឿងត្រឹមត្រូវអត់សម្រាប់ខ្ញុំការដែលវាយតម្លៃគេក្នុង
ធ្វើការងារក្នុងបារក្នុង restaurant អញ្ចឹងខ្ញុំគិតថាវាអត់ត្រឹមត្រូវទេបងតែសង្គមភាគច្រើនគឺគេមិនសូវឲ្យតម្លៃឯការងារហ្នឹងចាពីព្រោះយើងអត់ដឹងថាជាក់ស្ដែងជីវភាពនៅខាងក្រោយខ្នងរបស់គេគឺរបៀបម៉េចទេដូចជាក់ស្ដែងក្នុងរឿងតួអង្គសេនីតគ្រាន់តែជាក្មេងស្រីដែលគាត់ទៅតាមមកពីខេត្តដើម្បីមករៀនសាកលទេអញ្ចឹងមានតែគាត់នៅក្មេងអញ្ចឹងគាត់ស្វែងរកការងារណាដែលគាត់អាចតាមលទ្ធភាពដែលគាត់អាចធ្វើបានព្រោះគាត់អត់ទាន់មានជំនាញគាត់អត់ទាន់គេថាមាន skill ដែលអាចទៅចូលទៅធ្វើការធំបានអញ្ចឹងមានតែការងារ restaurant មានតែការងារនៅក្នុងបារអីអញ្ចឹងណាបងចា អញ្ចឹងពេលដែលយើងនិយាយអំពីបញ្ហាបំណុលជាទូទៅខ្ញុំគិតថាម្នាក់ឯងគឺអត់កើតទេវាអាចនឹងមានការពាក់ព័ន្ធគ្នារវាងនៅក្នុងសហគមន៍អីចឹងណាបងអញ្ចឹងបងមើលឃើញថាពេលដែលយើងចាប់ផ្ដើមពេលខ្លះយើងចង់ឲ្យមានការជជែកបើកចំហដែរពាក់ព័ន្ធជាមួយបញ្ហាបំណុលហ្នឹងប៉ុន្តែអ្នកខ្លះពេលដែលគាត់បើកចំហជជែករឿងបញ្ហាបំណុលតែបងគិតថានៅក្នុងសហគមន៍គាត់ទទួលយកបានទេឬក៏គាត់ទទួលយកបានពីអ្វីដែលយើងធ្វើហើយគាត់ព្យាយាមផ្ដល់ជាជំនួយដំណោះស្រាយឬក៏គាត់មានការឆ្លើយតបមិនដែរបងជាទូទៅនៅពេលដែលយើងនិយាយថាអូខ្លួនឯងជាពាក់មានបំណុលតែងតែមានភាពខ្មាស់អៀនចាប៉ុន្តែជាទូទៅដូចបងគាត់និយាយអញ្ចឹងគេជួយអត់បានជាដុំធំកពួនអីទេគឺគេជួយតាមលទ្ធភាពដែលគេអាចជួយបានគឺការងារតិចតួចដែលគេអាចណែនាំថាអូទៅកន្លែងធ្វើការនេះទៅធ្វើការនោះទៅដើម្បីបានប្រាក់មកខ្លះអញ្ចឹងពួកគាត់ត្រូវលះបង់ណាដូចក្នុងតួអង្គអញ្ចឹងត្រូវលះបង់ការសិក្សារបស់គាត់ត្រូវលះបង់ពេលវេលាដែលអភិវឌ្ឍខ្លួនរបស់គាត់ដើម្បីទៅធ្វើការអស់ទាំងហ្នឹងដើម្បីរកលុយមកដោះស្រាយបំណុលក្នុងក្រុមគ្រួសារហើយអ្នកខ្លះគាត់អាចឈានទៅដល់ការធ្វើអំពើខុសច្បាប់ដូចតកតងនៅនឹងលក់គ្រឿងញៀនឬក៏ប្រព្រឹត្តអំពើខុសច្បាប់ផ្សេងៗដើម្បីបានលុយមកលឿនដើម្បីដោះស្រាយបំណុលចា៎ត្រឡប់មកបងសំភៅវិញជិះបងគិតថាព្រោះដោយសារពេលខ្លះពេលដែលយើងចាប់ផ្ដើមបើកចំហនៅក្នុងការជជែកជាទូទៅយើងលើកទឹកចិត្តបងលើកទឹកចិត្តឲ្យមានការបើកចំហទៅយើងនិយាយគ្នាទៅអីទៅដើម្បីឲ្យមានស្វែងរកដំណោះស្រាយក៏ប៉ុន្តែមិនប្រកាសថាគ្រប់គ្នាគ្រប់គ្រងក្នុងការជួយយើងទេទេអញ្ចឹងបងគិតថាតើនៅក្នុងសហគមន៍គ្រួសារគួរធ្វើបែបម៉េចពេលដែលមានបុគ្គលម្នាក់ឬក៏សមាជិកក្នុងគ្រួសារយើងបើកចំហពាក់ព័ន្ធជាមួយបញ្ហាបំណុលរបស់គាត់ហើយតើយើងអាចជួយពួកគាត់តាមវិធីណាខ្លះចឹងបងចាជាក់ស្ដែងទៅគ្រប់បញ្ហាទាំងអស់តែងតែមានដំណោះស្រាយគ្រាន់ថាដំណោះស្រាយនោះវាមានដល់កម្រិតណាអញ្ចឹងខ្ញុំលើកទឹកចិត្តឲ្យអ្នកទាំងអស់គ្នាដែលមានបញ្ហាហ្នឹងគាត់យកមកនិយាយចាទោះបីជាគាត់មិនអាចជួយជាដុំកភួនក៏គាត់អាចជួយជាហ្នឹងហើយឲ្យយើងបានធូរស្រាលឬក៏យើងបានដឹងបានឮពីបញ្ហារបស់យើងដែរហើយខ្ញុំគិតថាដូចខ្ញុំផ្ទាល់អញ្ចឹងខ្ញុំមានបញ្ហាអញ្ចឹងខ្ញុំយកទៅសួរមិត្តភ័ក្តិសួរគ្រូរបស់ខ្ញុំសួរអីចឹងទៅគាត់ជួយឲ្យយោបល់មកអញ្ចឹងខ្ញុំអាចដោះស្រាយបានប៉ុន្តែថនថាវាលក្ខណៈពេលយូរអីចឹងទៅតែយ៉ាងហោចណាស់ក៏យើងមានដំណោះស្រាយឃើញផ្លូវដែលយើងត្រូវដើរទៅមុខដែរអរគុណបងពេលដែលយើងជជែកពាក់ព័ន្ធជាមួយនឹងបញ្ហាបំណុលជាទូទៅវានឹងផ្សារភ្ជាប់ជាមួយបញ្ហាផ្លូវចិត្តទេបងព្រោះខ្ញុំបានសង្កេតមើលឃើញដែរនៅក្នុងសហគមន៍របស់យើងណាពេលដែលយើងពេលដែលគាត់ចាប់ផ្ដើមជួបបំណុលបញ្ហាដែលយើងមើលឃើញចម្បងអ្នកខ្លះគាត់ធ្លាក់ចូលនៅក្នុងវិបត្តិផ្លូវចិត្តអ្នកខ្លះគាត់អត់ដឹងថាធ្វើយ៉ាងណាហើយដំណោះស្រាយរបស់គាត់មួយចំនួនហ្នឹងវាអាចមានហានិភ័យសម្រាប់ខ្លួនគាត់ផ្ទាល់ក៏ដូចជាក្នុងក្រុមគ្រួសាររបស់គាត់ដែរដោយសារបងទាំងពីរឆ្លងកាត់បញ្ហាហ្នឹងធ្លាប់ដោះស្រាយបំណុលធ្លាប់ជួយគ្រួសារក្នុងការដោះស្រាយបំណុលថាតើបងធ្វើយ៉ាងណាដើម្បីរក្សាផ្លូវចិត្តរបស់ខ្លួនឯងក្នុងកំឡុងពេលដែលយើងមានបំណុលហើយយើងព្យាយាមធ្វើការដើម្បីដោះស្រាយបញ្ហាទាំងអស់ហ្នឹងចំពោះខ្ញុំគិតថាការអានសៀវភៅជួនកាលខ្ញុំអានទៅថ្មីត្បិតតែការអានរបស់ខ្ញុំហ្នឹងគាត់អត់ជួយក្នុងការដោះស្រាយបំណុលប៉ុន្តែវាជួយឲ្យខ្ញុំហ្នឹងផ្លិចនឹងតិចហើយឲ្យខ្ញុំទៅតាមសាច់រឿងនោះហើយរបៀប release ខ្ញុំដូចថាចូលទៅរឿងថ្មីអីចឹងដែរចឹងទៅហើយទី2ខ្ញុំខំធ្វើការជាក់ស្ដែងខ្ញុំធ្វើការពីវេន3វេនក៏មានដែរពីមុនឡើងពេលខ្ញុំរត់រួចដល់ពេលខ្ញុំរត់រួចធ្វើការតែ2វេនហើយខ្ញុំលុយហ្នឹងខ្ញុំនៅតែផ្ដល់ចឹងទៅហើយតែខ្ញុំដូចថាខ្ញុំមានមិត្តភ័ក្តិច្រើនខ្ញុំនិយាយ
ទៅគឺគាត់បានជួយខ្ញុំឲ្យធូរស្រាលពីបញ្ហាទាំងអស់ហ្នឹងបានទោះបីជាគាត់អត់បានជួយជាលុយកាក់ប៉ុន្តែអាហ្នឹងគឺវាសំខាន់គាត់ដឹងឮគាត់បានឲ្យជាយោបល់ខ្លះៗទៅគឺវាជួយឲ្យផ្លូវចិត្តយើងធូរស្រាលដែរចាហើយមួយវិញទៀតខ្ញុំផ្សារភ្ជាប់ខ្លួនខ្ញុំជាមួយធម្មជាតិចឹងទៅខ្ញុំចូលចិត្តដាំបន្លែដាំឈើដាំអីចឹងទៅគឺវាជួយផ្លូវចិត្តខ្ញុំឲ្យបានល្អដែរចឹង ឥឡូវហ្នឹងដើម្បីជួយបញ្ហាផ្លូវចិត្តយើងដែរដោយសារយើងអង្គុយនឹងយូរដែរអញ្ចឹងបងអាចមូបន្តិចបានអញ្ចឹងអូខេអីដែលខ្ញុំបានរៀនពីបងសុភ័ក្រគឺព្យាយាមអានសៀវភៅព្យាយាមជជែកជាមួយមិត្តភ័ក្តិជាពិសេសគឺព្យាយាមសកម្មឧទាហរណ៍យើងដាំបន្លែយើងផ្សារភ្ជាប់ខ្លួនឯងជាមួយនឹងធម្មជាតិចុះបងសិពេចវិញ អឺសម្រាប់ខ្ញុំអត់មានបទពិសោធន៍ខ្លាំងក្លាដូចបងផុសហេប៉ុន្តែសម្រាប់ខ្ញុំគឺយើងត្រូវរក្សាផ្លូវចិត្តយើងឲ្យល្អមិនក៏ដោយទោះរឿងនឹងធ្ងន់ធ្ងរកម្រិតណាក៏យើងត្រូវតែរក្សាផ្លូវចិត្តយើងឲ្យល្អដើម្បីរកដំណោះស្រាយល្អអញ្ចឹងនៅពេលដែលផ្លូវចិត្តយើងល្អអាការគិតឃើញរបស់យើងហ្នឹងក៏វាល្អទៅតាមនឹងដែរបង អូខេអញ្ចឹងខ្ញុំគិតថាសំខាន់មែនទែនទាំងអស់គ្នាពេលដែលយើងមានបញ្ហាបំណុលខ្ញុំគិតថាវាធ្ងន់ធ្ងរវាលំបាកប៉ុន្តែដូចបងទាំងពីរបានលើកឡើងអញ្ចឹងមានតែស្វែងរកដំណោះស្រាយហើយបើសិនជាមានបងប្អូនដែលគាត់មានបញ្ហាបំណុលគួរតែយើងជួយគ្រប់គ្រងគ្នាណាបង ចា ជាជាងយើងបន្ថែមបន្ទុកឬក៏ដាក់សម្ពាធលើគាត់បន្ថែមទៀតព្រោះជាចុងក្រោយមានតែជួយគាត់ទេដើម្បីឲ្យគាត់អាចដោះស្រាយបញ្ហាហ្នឹងបានហើយគាត់អាចរស់នៅបន្តទៀតអីចឹងទៅសំណួរចិត្តចុងបញ្ចប់ចង់ដឹងថាដោយសារបងទាំងពីរសិតតអ្នកឆ្លងកាត់ជាមួយនឹងបញ្ហាទាំងអស់ហ្នឹងបញ្ហាបំណុលហើយឆ្លងកាត់វាដោះស្រាយវាហើយក៏បានដោះស្រាយជាមួយបញ្ហាផ្លូវចិត្តរបស់ខ្លួនឯងកន្លងពេលហ្នឹងដែរជាពិសេសគឺទំនាក់ទំនងជាមួយគ្រួសារចង់ដឹងថាបងមានជាយោបល់ឬក៏គំនិតអីហ៎សម្រាប់អ្នកដែលគាត់ឥឡូវហ្នឹងគាត់កំពុងទស្សនា podcast របស់យើងហើយគាត់ឆ្លងកាត់រឿងហ្នឹងដែរហើយគាត់មានអារម្មណ៍ថាអត់ដឹងទៅតាមផ្លូវណាអាចបង ចាចំពោះខ្ញុំចាខ្ញុំចង់ផ្ញើជា message មួយទៅដល់អ្នកដែលបានទស្សនាហើយអ្នកដែលស្ថិតនៅក្នុងស្ថានភាពដូចខ្ញុំចាសូមកុំអស់សង្ឃឹមឬក៏កុំគិតខ្លីឬក៏អីយើងព្យាយាមនិយាយវាចេញក្រៅនិយាយប្រាប់មិត្តភ័ក្តិស្វែងរកដូចខ្ញុំគិតថា inclusive គាត់មានខាងប្រឹក្សាយោបល់ផ្លូវចិត្តចាខាងអង្គការមួយចំនួនគឺគាត់ជួយនឹងដែរចឹងហើយអ្នកដែលមិនទាន់ជាប់បំណុលខ្ញុំសូមសំណូមពរឲ្យគាត់គិតឡើងវិញថាគួរតែខ្ចីឬក៏អត់គាត់គួរតែគិតរឿងហ្នឹងឡើងវិញព្រោះអីវាមានផលវិបាកច្រើនហើយវាប៉ះទង្គិចច្រើនទៅផ្លូវចិត្តគ្រួសារអីចឹងទៅអញ្ចឹងមុននឹងគាត់ខ្ចីគាត់ទៅសួរខ្លួនឯងថាគាត់ចាំបាច់អត់លុយហ្នឹងជិះទៅមកធ្វើអ្វីហើយឲ្យគាត់លើកទឹកចិត្តឲ្យគាត់ព្យាយាមក្នុងការបៀលខ្លួនឯងឬក៏សន្សំវិញជាងខ្ចីគេហើយចង់មកបានរបស់ឆាប់អីឧទាហរណ៍គាត់ចង់បានម៉ូតូថ្មីឆាប់ឬក៏ទូរស័ព្ទឆាប់របស់ដែលអត់ចាំបាច់គាត់ដើម្បីតែចង់យកមកប្រើប្រាស់ហ្នឹងសូមឲ្យគាត់ចាំបន្តិចហើយរបៀបសន្សំរៀនសន្សំហើយយើងសុខចិត្តធ្វើអញ្ចឹងវាល្អសម្រាប់ផ្លូវចិត្តយើងហើយក៏យើងអត់ជាប់បំណុលគេចូលថាអ្នកខ្លះជាពាក់គេដោយសារតែគាត់ចាំបាច់ឧទាហរណ៍គាត់ក្រហើយពុកគាត់ឬក៏ម្ដាយគាត់ឬក៏បងប្អូនសាច់ញាតិណាមួយគាត់មានជំងឺធ្ងន់ត្រូវស្នាក់នៅមន្ទីរពេទ្យអានឹងគាត់ចាំបាច់គាត់អាចខ្ចីអញ្ចឹងទៅតែបើយើងអត់ចាំបាច់យើងគួរណាស់កុំខ្ចីចាអរគុណខ្ញុំគិតចឹងដែរខ្ញុំគិតថាពេលខ្លះបើសិនជាកាត់ខ្ចីអាចថាកាត់ខ្ចីដើម្បីរកស៊ីបន្តគាត់ត្រូវការបង្កើតមុខរបរអីចឹងទៅអញ្ចឹងប្រហែលជាមានគោលដៅច្បាស់លាស់ហើយយើងគិតគូរបន្ថែមទៀតដូចបងនិយាយប៉ុណ្ណឹងជាមួយការសន្សំជាដើមខ្ញុំគិតថាហ្នឹងគឺជាចំណុចល្អហើយបើសិនជាគាត់អាចគិតឲ្យបានច្រើនដងមុននឹងការសម្រេចចិត្តហ្នឹងក៏កាន់តែល្អដែរថៃបងចាហើយមួយវិញទៀតខ្ញុំគិតថាសង្គមឥឡូវវាជះឥទ្ធិពលខ្លាំងទៅគាត់ដូចក្នុង social media អីស្ទើរគេលៀប show up ពីការមានបានអីចឹងហើយអ្នកខ្លះគាត់ចង់មានគាត់ឃើញគេមានខ្ញុំចង់មានដែរប៉ុន្តែក្នុងហ្នឹងគាត់ត្រូវការដើមទុនអញ្ចឹងគាត់ខាងខ្ញុំគិតថាយកលុយហ្នឹងទៅធ្វើរកស៊ីដើម្បីមាន
តែធៀបពិតទៅគាត់បានសិក្សាច្បាស់លាស់គាត់គិតថាទីផ្សារអីគាត់អត់ទាន់ចេះអីហ្មងទេតែគាត់បន្ថយទៅខ្ចីលុយគេបន្ទាប់មកអាហ្នឹងធ្វើឲ្យគាត់វាន់កអ្នកខ្លះខ្ញុំឃើញភាគច្រើនអឺលោតតាមគ្នាហើយចង់មានចង់បានគាត់បានសិក្សាជ្រាលជ្រៅដល់ពេលចុងក្រោយគឺគាត់ជពាក់គេវាន់កអ្នកខ្លះសម្លាប់ខ្លួនក៏មានចងកចងអីមានច្រើនចា៎ ចឹងជាសាររបស់បងមានន័យថាគិតឲ្យបានជ្រៅសិនគិតឲ្យបានស៊ីជម្រៅសិនមុននឹងយើងសម្រេចចិត្តเนาะ ចា៎ ហើយអាចសិក្សាពីវាបន្ថែមទៀតអូខេបងឥឡូវហ្នឹងយើងជជែកគ្នាបានច្រើនដែរហើយអឺចង់ត្រឡប់សួរតិចដែរថាតើបងមានអីជាយោបល់ឬក៏ជាគំនិតទេថាតើបើសិនបើឥឡូវនេះពួកគាត់កំពុងតែមានបំណុលហើយពួកគាត់កំពុងតែព្យាយាមរកដំណោះស្រាយព្រោះដោយសារបងទាំងពីរគឺជាអ្នកដែលធ្លាប់ដោះបំណុលខ្លួនឯងធ្លាប់មានបំណុលធ្លាប់ឆ្លងកាត់រឿងទាំងអស់ហ្នឹងអីដែលបងផ្ដល់យោបល់សម្រាប់ពួកគាត់ដែលឥឡូវនេះគាត់កំពុងតែមានបញ្ហាបំណុលហើយគាត់កំពុងតែដោះស្រាយវា ចាចំពោះខ្ញុំមានមីសេចទៅកាន់អ្នកដែលកំពុងជាប់បំណុលព្យាយាមរកដំណោះស្រាយទីមួយយើងត្រូវពិភាក្សាជាមួយក្រុមគ្រួសាររបស់យើងឲ្យបានដឹងថាយើងជាប់បំណុលអីខ្លះដើម្បីយើងអាចគ្រប់គ្រងបំណុលនោះបានទីពីរបើសិនជាបំណុលនោះកាន់តែច្រើនហើយកាន់តែខ្លាំងរបៀបយើងអត់អាចគ្រប់គ្រងវាបានយើងត្រូវតែនិយាយវាចេញក្រៅទៅកាន់មិត្តភ័ក្តិឬក៏រកជំនួយពីខាងក្រៅថែមទៀតដើម្បីឲ្យយើងអាចដោះស្រាយវាបានយើងនិយាយទៅកាន់មិត្តភ័ក្តិដើម្បីសួរគាត់ថាប្រាប់គាត់ពីបញ្ហារបស់យើងអ្វីត្បិតតែគាត់អាចជួយយើងបានមែនជួនកាលគាត់អាចស្គាល់អ្នកដែលអាចជួយយើងបានដូចជាក់ស្ដែងបញ្ហាខ្ញុំផ្ទាល់ខ្ញុំនិយាយប្រាប់មិត្តភ័ក្តិខ្ញុំណែនាំទៅខាងអង្គការនេះអង្គការនោះឬក៏ចង់និយាយថាទោះវាបំណុលនឹងវាខ្លាំងប៉ុណ្ណាក៏ដោយតែខ្ញុំនៅតែជឿជាក់ថាយើងនៅតែរច្រកចាញ់បានចាកុំព្យាយាមលាក់ហើយគិតខ្លីទៅដល់លក្ខណៈធ្វើអត្តឃាតខ្លួនឯងឬក៏រត់ចោលស្រុកឬក៏ធ្វើអីរឿងមិនល្អជួញដូរគ្រឿងញៀនឬក៏អីដើម្បីតែបានលុយមកលឿនឬដើម្បីដោះបំណុលហ្នឹងគឺកុំឈានទៅដល់ថ្នាក់ហ្នឹងចាអញ្ចឹងយើងនិយាយចេញមកឲ្យរកដំណោះស្រាយទាំងអស់គ្នាចា អូខេបងអញ្ចឹងចង់បញ្ជាក់ដែរថានៅ Inclusive Cambodia ឬក៏បរិយាបន្នកម្ពុជាហ្នឹងក៏យើងមានជំនួយពាក់ព័ន្ធជាមួយនឹងការប្រឹក្សាយោបល់ផ្លូវចិត្តហើយក៏ដូចជាមានវគ្គបណ្ដុះបណ្ដាលផ្សេងៗដែលបើសិនជាទាំងអស់គ្នាអត់ដឹងពីវិធីសាស្ត្រនៅក្នុងការគ្រប់គ្រងអាជីវកម្មឬក៏គ្រប់គ្រងហិរញ្ញវត្ថុទេគឺយើងមានវគ្គបណ្ដុះបណ្ដាលផ្សេងៗដែលទាំងអស់គ្នាអាចចូលទៅក្នុង page របស់យើងហើយអាចសិក្សាបន្ថែមបាន ហ្នឹងហើយខ្ញុំសូមបន្ថែមតិចទៀតអង្គការបញ្ញាប័ន្នហ្នឹងគឺគាត់មាន workshop ដែលជួយបង្រៀនពីការគ្រប់គ្រងហិរញ្ញវត្ថុផងដែរចាជាក់ស្ដែងទៅគឺថ្ងៃស្អែកហ្នឹងគាត់មានកម្មវិធីហ្នឹងនៅវគ្គបណ្ដុះបណ្ដាលនៅកោះដាច់ចាហើយយើងអាចចូលរួមអញ្ចឹងបានគឺវាមានសារៈសំខាន់គឺគាត់បរៀនពី basic ក្នុងការគ្រប់គ្រងហិរញ្ញវត្ថុរបស់យើងហ្នឹងហើយយើងអាចរៀនបានចេះដឹងទៅយើងអាចគ្រប់គ្រងហិរញ្ញវត្ថុបានយើងអត់ឈានដល់ការជពាក់គេចា អូខេអរគុណច្រើនបងចុះបងសេពេចវិញបងមានអីចង់បន្ថែមទេបង សម្រាប់ខ្ញុំមានសារខ្លីៗជូនដល់ពួកគាត់ចំពោះបងដែលគាត់មិនទាន់មានបំណុលប៉ុន្តែកំពុងតែចង់ចាប់ផ្ដើមបំណុលយើងត្រូវសិក្សាស្រាវជ្រាវឲ្យបានច្បាស់លាស់ពីស្ថានភាពខ្លួនឯងតើយើងអាចគ្រប់គ្រងបំណុលបានអត់តើសិក្សាពីធនាគារឬក៏កន្លែងមីក្រូហិរញ្ញវត្ថុណាដែលគាត់មានការប្រាក់សមរម្យនិងមិនខ្ពស់ពេកហើយនិយាយទៅយើងត្រូវគិតមើលថាតើរបស់ដែលយើងចង់បានហ្នឹងវាចាំបាច់អត់ដែលយកមកបង្កើតបំណុលហ្នឹងចាហើយចំពោះអ្នកដែលគាត់កំពុងតែមានបំណុលចពាក់គេខ្លាំងឥឡូវហ្នឹងគឺខ្ញុំសូមឲ្យគាត់រក្សាផ្លូវចិត្តគាត់ឲ្យល្អចានៅពេលដែលគាត់រក្សាផ្លូវចិត្តរបស់គាត់ល្អការគិតរបស់គាត់គឺល្អគាត់អាចរកដំណោះស្រាយល្អយកមកដោះស្រាយបញ្ហាបំណុលជុំវិញខ្លួនរបស់គាត់នឹងបានចាអរគុណច្រើនបងទាំងពីរមែនតើបានចែករំលែកខ្ញុំគិតថាអីដែលខ្ញុំអាចរៀនសូត្របានពីបងទាំងពីរពាក់ព័ន្ធជាមួយនឹងដំណោះស្រាយហ្នឹងគឺមានថាព្យាយាមអីក៏ដោយដូចបងសុភ័ក្រលើកឡើងចឹងគឺអីក៏ដោយតែងតែមានដំណោះស្រាយហើយយើងអាចព្យាយាមរកជំនួយនៅក្នុងកន្លងពេលដែលយើងជួបបញ្ហាទាំងអស់ហ្នឹងហើយដោយបងសៃនិចលើកឡើងដែរមានន័យថាព្យាយាម
រៀនសូត្របន្ថែមពីបញ្ហាទាំងអស់ហ្នឹងហើយអាចបន្ថែមជំនាញផ្សេងៗនៅក្នុងហ្នឹងអីចឹងទៅអញ្ចឹងហ្នឹងហើយបងខ្ញុំមានប៉ុណ្្នឹងទេអញ្ចឹងអរគុណច្រើនមែនទែនបងទាំងពីរដែលបានចូលរួមជាមួយនឹង podcast អឺស្រី speak របស់យើងនៅក្នុងថ្ងៃនេះហើយអរគុណច្រើនមែនទែនដែលបានចែករំលែកហើយជាពិសេសគឺខ្ញុំគិតថាវាសំខាន់មែនទែនដែលពួកគាត់បានចែករំលែកពាក់ព័ន្ធពីរឿងរ៉ាវផ្ទាល់ខ្លួនរបស់ពួកគាត់ហើយថាតើដំណើរការដែលគាត់ដោះស្រាយបញ្ហាបំណុលនឹងគាត់ដោះស្រាយបែបណាហើយតើគាត់ធ្វើបែបណាដើម្បីឲ្យបញ្ហាផ្លូវចិត្តរបស់ពួកគាត់នៅតែមានស្ថិរភាពហើយអាចជួយគ្រួសារនៅក្នុងការដោះស្រាយបញ្ហាបំណុលទាំងអស់នោះបានចឹងថ្ងៃនេះពិតជាពិសេសមែនទែនអរគុណភ្ញៀវកិត្តិយសរបស់យើងទាំងពីររូបហើយពួកយើងពិសេសមែនទែនដែលពួកយើងបានពិភាក្សាគ្នាថ្ងៃនេះដែលលើកពីបញ្ហាហិរញ្ញវត្ថុគឺពួកយើងបានជជែកគ្នាឲ្យកាន់តែស៊ីជម្រៅពាក់ព័ន្ធជាមួយនឹងរឿងរបស់បុគ្គលម្នាក់ៗនៅក្នុងការដោះស្រាយបញ្ហាបំណុលជាពិសេសគឺការផ្សារភ្ជាប់គ្នារវាងបញ្ហាវប្បធម៌អារម្មណ៍ហើយនឹងយល់ស្របជាមួយនឹងបទពិសោធន៍របស់បុគ្គលម្នាក់ៗផងដែរចឹងអរគុណច្រើនអ្នកទាំងអស់គ្នាដែលបានទស្សនា podcast យើងតាំងពីដើមរហូតមកដល់ចប់ចឹងខ្ញុំលើកទឹកចិត្តឲ្យទាំងអស់គ្នាឥឡូវនេះដែលកំពុងតែទស្សនាហើយឬក៏ទោះបីជាមានបំណុលក្តីពុំមានបំណុលក្តីគឺអាចរៀនសូត្រឆ្លុះបញ្ចាំងពីអ្វីដែលពួកយើងបានធ្វើជាមួយគ្នាហើយអាចព្យាយាមចែករំលែក podcast របស់យើងបន្តជាមួយនឹង hashtags let's talk about debts តោះនិយាយអំពីបំណុលចឹងពួកខ្ញុំទាំង3នាក់ពីកម្មវិធី speak ស្រី speak podcast សូមអរគុណសូមជម្រាបលាបាយបាយ